រឿងក្មេងស្រីចិត្តធម៌និងកងញោកមាសវេទៈមុនកាលពីព្រេងនាយមានក្មេងស្រីកំព្រាឪពុកម្នាក់ឈ្មោះបុប្ផាដែលរស់នៅយ៉ាងកំសត់កំបោរជាមួយម្ដាយចាស់ជ្រាដែលមានជំងឺប្រចាំកាយជារៀងរាល់ថ្ងៃបុប្ផាត្រូវចូលព្រៃជ្រៅដើម្បីរកអុសនិងបេះផ្លែឈើមកចិញ្ចឹមជីវិតថ្ងៃមួយខណៈពេលកំពុងដើររកអុសនាងបានឮសំឡេងស្រែកធ្ងោយ៉ាងកំសត់ចេញពីគុម្ពបន្លាពេលដើរទៅជិតនាងប្រទះឃើញសត្វក្ងោកមួយក្បាលដ៏ស្រស់ស្អាតមានរោមពណ៌មាសភ្លឺចាំងកំពុងជាប់អន្ទាក់របស់ព្រានព្រៃហូរឈាមជោគជើងដោយក្តីអាណិតបុប្ផាបានប្រថុយជីវិតទាញផ្ដាច់ខ្សែអន្ទាក់នោះទោះបីជាត្រូវបន្លាមុតដៃនាងហូរឈាមយ៉ាងណាក្តីរួចយកឱសថបុរាណមកបិទដំបៅឲ្យសត្វក្ងោកភ្លាមនោះរស្មីពណ៌មាសបានជះពន្លឺពេញព្រៃសត្វក្ងោកនោះបានបន្លឺសំឡេងនិយាយជាភាសាមនុស្សថាឲ្យក្មេងស្រីដ៏មានចិត្តមេត្តាឲ្យយើងមិនមែនជាសត្វធម្មតានោះទេយើងជាទេវតារក្សាព្រៃនេះដោយសារចិត្តបរិសុទ្ធរបស់អ្នកយើងសូមប្រទានរោមមាសមួយសរសៃនេះដល់អ្នកក្ងោកមាសបានដកចេញរោមមួយសរសៃប្រគល់ឲ្យបុប្ផារួចបន្តថារោមមាសនេះអាចប្រែក្លាយទៅជាអាហារនិងមាសប្រាក់គ្រប់ពេលដែលអ្នកត្រូវការប៉ុន្តែអ្នកត្រូវចងចាំលក្ខខណ្ឌមួយគឺហាមដាច់ខាតមិនឲ្យអ្នកមានចិត្តលោភលន់ប៉ះពាល់វាឡើយបើពុំនោះទេវានឹងនាំមកនៅគ្រោះថ្នាក់និយាយចប់ក្ងោកមាសក៏ហោះបាត់ទៅចាប់ពីថ្ងៃនោះមកបុប្ផានិងម្ដាយមានហូបចុកគ្រប់គ្រាន់ហើយនាងតែងតែយកស្បៀងអាហារដែលបានពីរោមមាសទៅចែករំលែកដល់អ្នកក្រីក្រដទៃទៀតក្នុងភូមិព័ត៌មាននេះបានលេចជឿទៅដល់សេដ្ឋីកំណាញ់ដែលជាមនុស្សខូខើប្រចាំភូមិដោយក្តីលោភលន់សេដ្ឋីបាននាំបាក់ពួកទៅវីកំទេចផ្ទះបុប្ផាហើយចាប់ម្ដាយនាងធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមទារយករោមមាសដោយសារបារម្ភពីសុវត្ថិភាពម្ដាយបុប្ផាយំសោកហើយយល់ព្រមប្រគល់រោមមាសឲ្យទៅសេដ្ឋីគ្រាន់តែដៃរបស់សេដ្ឋីកំណាញ់បានប៉ះនឹងរោមមាសភ្លាមរោមនោះក៏ប្រែពណ៌ទៅជាខ្មៅងឹតហើយបែកប្រេះស្រាំคล้ายទៅជាពស់វែករាប់ពាន់ក្បាលទៅយុទ្ធនឹងដេញខំសេដ្ឋីព្រមទាំងបាក់ពួករត់បាតជើងសព្រាតចេញពីភូមិដោយបន្សល់ទុកទ្រព្យសម្បត្តិទាំងអស់ក្រោយពេលមនុស្សអាក្រក់ចេញផុតពស់វែកទាំងនោះក៏រលាយបាត់ហើយប្រែคล้ายជារោមមាសធ្លាក់មកលើដៃបុប្ផាវិញបុប្ផាបានប្រើប្រាស់ទ្រព្យសម្បត្តិដែលបន្សល់ទុកនោះដើម្បីសាងសង់សាលារៀននិងមន្ទីរពេទ្យសម្រាប់អ្នកភូមិហើយនាងនិងម្ដាយរស់នៅយ៉ាងមានសេចក្តីសុខរហូតទៅគំនិតអប់រំនៃរឿងក៏សេចក្តីល្អនិងសេចក្តីសណ្ដោសប្រណីតែងតែនាំមកនូវសេចក្តីសុខឯភាពលោភលន់និងការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែងតែនាំទៅរកសេចក្តីវិនាស